សួស្តីអ្នកទាំងអស់គ្នាពេលនេះដើម្បីកុំឲ្យយប់យិនសបិនយូរយើងមើលសង្ខេបសាច់រឿងនៅក្នុងភាគទី87របស់យើងបន្តិចទៅតពីភាគមុននៃភាគទី86អ្នកទាំងអស់គ្នាគឺបានឃើញរួចមកហើយដោយវ៉ាងលៀនគាត់គឺបានធ្វើការប្រយុទ្ធគ្នាជាមួយនឹងសត្វវិញ្ញាណមួយប៉ុន្តែយ៉ាងណាមិញដោយសារតែកម្រិតធម្មពលរបស់វាគឺពិតជាខ្ពស់ដោយវាគឺនៅដល់កម្រិតទី5ឯណោះហើយបច្ចុប្បន្នវ៉ាងលៀនគាត់គឺនៅត្រឹមតែដំណាក់កាលចុងក្រោយនៃកម្រិតទី4អញ្ចឹងគាត់គឺមិនមែនជាដៃគូរបស់វានោះទេដូច្នោះបន្តមកទៀតគឺវាយគ្នាបានមកប្រើវ៉ាងលៀនក៏សម្រេចចិត្តថារត់មកវិញតែម្ដងទៅហើយបន្ទាប់ពីគាត់ត្រឡប់មកវិញដល់កន្លែងរបស់គាត់ហ្នឹងវ៉ាងលៀនគាត់ក៏បានធ្វើការវឹកហាត់បន្ថែមទៀតក៏ដូចជាសិក្សាស្វែងយល់អំពីរបៀបនៃការធ្វើទង់ពលឹងរបស់គាត់ហើយក្នុងកំឡុងពេលដែលវឹកហាត់ប៉ុន្មានខែបន្តមកទៀតនេះវ៉ាងលៀននៅទីបំផុតនោះគាត់ក៏អាចបំបីចូលទៅកាន់កម្រិតទី5វិញបានដោយជោគជ័យប៉ុន្តែបើទោះបីជាបែបហ្នឹងក៏ដោយពលឹងដើមកំណើតរបស់គាត់គឺនៅតែរងការខូចខាតមិនទាន់បានជួសជុលមកវិញទាំងស្រុងនោះទេដូច្នោះកម្លាំងរបស់គាត់ក៏អាចនិយាយបានថាមិនទាន់ពេញលេញដែរបើទោះបីជាគាត់ហ្នឹងគឺបំបីចូលទៅកាន់កម្រិតទី5ក៏ដោយហើយមួយទៀតនោះក្នុងកំឡុងពេលដែលវ៉ាងលៀនគឺធ្វើការវឹកហាត់ហ្នឹងក៏តែងតែមានអ្នកខ្លះទៀតគឺធ្វើការប្រកួតប្រជែងជាមួយនឹងវ៉ាងលៀនដូចគ្នាប៉ុន្តែបើមករកវ៉ាងលៀនគឺប្រៀបបីដូចជាមរកមេចោលអញ្ចឹងណាអញ្ចឹងទៅរបស់របរមួយចំនួនហ្នឹងគឺប្រៀបបីដូចជាយកមកឲ្យវ៉ាងលៀនដែរដែលគាត់ក៏បានទទួលយកនៅរបស់របរមួយចំនួនហើយក៏ធ្វើគាត់ទទួលបាននៅបទពិសោធន៍ជាច្រើនបន្ថែមទៀតសម្រាប់ការបង្កើតក៏ដូចជាស្វែងយល់អំពីទង់ពលឹងហ្នឹងឯងហើយក្នុងកំឡុងពេលនោះយើងក៏បានឃើញអំពីតាចាស់ម្នាក់ដែលគាត់បានបង្ហាញខ្លួនកាលពីភាគទី86ណាដែលគាត់គឺមានឈ្មោះថាវូតៅឈីហ្នឹងឯងដែលគាត់ក៏បានធ្វើដំណើរទៅកាន់កន្លែងមួយដែលបុព្វបុរសនៅក្នុងបកតែងតែនិយាយថាប្រសិនបើនរណាម្នាក់គឺអាចបង្ក្រាបសត្វវិញ្ញាណនៃទង់ពលឹងហ្នឹងបានពួកគេគឺនឹងខ្លាយទៅជាម្ចាស់នៃទង់ពលឹងហ្នឹងហើយអញ្ចឹងទៅតាចាស់ហ្នឹងគឺតែងតែធ្វើការសាឡបងម្ដងហើយម្ដងទៀតដែលគាត់ក៏បានមើលជាច្រើនដងផងដែរហើយមើលលើកនេះក៏មិនខុសពីលើកមុនដែរដែលគាត់ក៏ព្យាយាមប្រើប្រាស់កម្លាំងរបស់គាត់គឺដើម្បីធ្វើការប្រយុទ្ធគ្នាជាមួយនឹងសត្វវិញ្ញាណដែរប៉ុន្តែគឺយកឈ្នះវាមិនបាននោះទេបើទោះបីជាគាត់គឺចំណាយនៅអាវុធវេទមន្តឬមួយក៏កំណប់ទ្របយ៉ាងណាក៏ដោយហើយមានក៏ចង់បញ្ជាក់បន្តិចដែរកម្លាំងរបស់តាចាស់ហ្នឹងគឺនៅដំណាក់កាលចុងក្រោយនៃកម្រិតទី4ចំណែកមូលហេតុដែលតាចាស់ហ្នឹងមិនអាចប្រយុទ្ធឈ្នះជាមួយនឹងសត្វវិញ្ញាណហ្នឹងក៏ដោយសារតែចំនួនរបស់វាគឺមិនត្រឹមតែមាន1មាន2នោះទេគឺមានរហូតដល់3អញ្ចឹងគឺមានន័យថាប្រយុទ្ធគ្នាដំបូងហ្នឹងគឺមានតែមួយទេប៉ុន្តែវាយគ្នាបានមួយសន្ទុះធំអាសត្វវិញ្ញាណហ្នឹងវាក៏ស្រាប់តែបានបំបីខ្លួនចេញទៅជា2ហើយ2មិនអស់ចិត្តទេក៏ហើយចេញមកមួយទៀតអញ្ចឹងគឺមានរហូតដល់3ហើយក៏ធ្វើតាចាស់ហ្នឹងគាត់គឺបានចំណាយនៅអាវុធវេទមន្តរបស់គាត់យ៉ាងច្រើនដូចគ្នាបន្ទាប់ពីពួកគេទាំងពីរហ្នឹងគឺប្រយុទ្ធទៅប្រយុទ្ធមកធ្វើឲ្យលក្ខណៈថាចំណាយកម្លាំងអស់រៀងៗខ្លួនណាហើយក្នុងកំឡុងពេលនោះវ៉ាងលៀនគាត់ក៏ឈានឱកាសតែម្ដងទៅដែលគាត់ក៏ប្រើប្រាស់កម្លាំងរបស់គាត់គឺធ្វើការបង្ក្រាបទៅលើសត្វវិញ្ញាណហ្នឹងក៏ដូចជាចាត់ការទៅលើតាចាស់បាវូតៅឈីហ្នឹងតែម្ដងហើយចំពោះវ៉ាងលៀនដោយសារតែគាត់មានសត្វវិញ្ញាណដែលមាននៅក្នុងរទេះចម្បាំងសម្រាប់ព្រះហ្នឹងអញ្ចឹងសត្វវិញ្ញាណទាំងពីរហ្នឹងវាក៏ធ្វើការប្រយុទ្ធគ្នាទៅហើយចំពោះវ៉ាងលៀនឆ្លៀតដែលពួកវាកំពុងតែប្រយុទ្ធគ្នាហ្នឹងគាត់ក៏ទៅលួចយកទង់វិញ្ញាណហ្នឹងតែម្ដងហើយបើទោះបីជាសត្វវិញ្ញាណដែលនៅការពារទង់ហ្នឹងវាគឺចង់មកចាត់ការទៅលើវ៉ាងលៀនក៏ដោយប៉ុន្តែដោយសារតែវាគឺជាប់ដៃជាមួយនឹងសត្វវិញ្ញាណរបស់វ៉ាងលៀនអញ្ចឹងក៏ធ្វើវ៉ាងលៀនគាត់គឺអាចគ្រប់គ្រងទៅលើទង់ពលឹងហ្នឹងបានដោយជោគជ័យហើយបន្តមកទៀតនោះវ៉ាងលៀនក៏ធ្វើការប្រយុទ្ធគ្នាជាបន្តទៅជាមួយនឹងសមាជិកក៏ដូចជាកូនសិស្សនៅក្នុងបកខាងក្នុងនៃបកចម្រាញ់ព្រលឹងហ្នឹងឯងហើយយើងចង់ដឹងថាតើសាច់រឿងបន្ទាប់គឺនឹងទៅជាយ៉ាងណាគឺកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃអាទិត្យសប្តាហ៍ក្រោយចំណែកឯភាគខ្លីៗនៅក្នុងមួយភាគនេះadminក៏មានតែប៉ុណ្្នឹងដែរដូច្នោះហើយពួកយើងគឺមានតែចាំជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ